ចាជំរាបសួរបងប្អូនជាទីស្រឡាញ់ចានាងខ្ញុំសូមធ្វើវីដេអូបន្តទៀតសម្រាប់នៅលើទឹកដីស្វីសឡែនចានេះគឺជាសួនច្បារចាសួនច្បារនៅខាងប្រទេសស្វីសចាគឺសាមញ្ញមែនតែស្អាតអនាម័យបងប្អូនចាហើយវេលាដែលខ្ញុំដើរហ្នឹងគឺវេលារសៀលទេបងប្អូនចាវេលារសៀលល្ងាចចាតែថ្ងៃបើកដល់ហើយបងប្អូនចាខែហ្នឹងរដូវហ្នឹងគឺជារដូវដែលស្អាតបងប្អូនហើយកក់ក្ដៅដែលមានពន្លឺព្រះអាទិត្យណាបងប្អូនចាអញ្ចឹងមានភ្ញៀវទេសចរច្រើនមកចាមកទស្សនាហើយនេះអ៊ំប្រុសនាងខ្ញុំត្រូវជាតារបស់អូនវិសាខាចាទៅជាកុងក៏បាននាំចៅចាទៅរកមើលដេឡាក់ចាកែងដូនមានបឹងអីនៅចិត្តហ្នឹងអញ្ចឹងណាតែដល់ដើរទៅអត់មានអញ្ចឹងក៏ត្រឡប់មកវិញហើយដោយវាម៉ោងល្ងាចហើយខ្ញុំចង់ជិះឆាត់យងដែរបងប្អូនតែអត់មានណាគេអស់ជើងណាចាគេឈប់ឡើងអញ្ចឹងក៏ខ្ញុំអត់បានជិះទៅអញ្ចឹងក៏ដល់វគ្គមួយផ្លែតហ្នឹងបងប្អូនមានខាងតាហ៊ានមិនដឹងថាជាជើងអាកាសឬក៏ជើងគោកអីទេបងប្អូនគេមកចែកសូកូឡាបងប្អូនចែកសូកូឡាដោយគេនិយាយបានថាគេបញ្ចប់វគ្គមួយឆ្នាំមានម្ដងចាអញ្ចឹងក៏បានមើលទស្សនាជាមួយនឹងបងប្អូនទាំងអស់គ្នាដែលជាភ្ញៀវទេសចរហ្នឹងណាបងប្អូនចាហើយបន្ទាប់មកក៏ខ្ញុំបាននាំនាងខ្ញុំហើយនឹងគ្រួសារមិត្តភ័ក្តិជិះរថយន្តហ្នឹងមកដេឡាក់វិញចាមករកបឹងពួកបឹងស្អាតជាតំបន់ទេសចររបស់គេដូចគ្នាចានេះជើងជម្រាលជើងភ្នំហ្នឹងអាចឡើងទៅលើទៀតបងប្អូនតែអត់បានឡើងបងប្អូនព្រោះមេឃចិត្តភ្លៀងហ៎ចាមើលទៅវាចាប់ផ្ដើមសន្ទុំហើយអញ្ចឹងក៏អូនវិសាខាខ្ញុំឡើងដល់ចិត្តថាអាចជាចិត្តដល់ពាក់កណ្ដាលនោះបងប្អូននៅខាងលើផុតនោះគឺជាមាន restaurant របស់គេចាតែអត់បានឡើងទៅដល់ទេចាអញ្ចឹងក៏នៅមើលទេសភាពនៅជាកេះភ្នំហ្នឹងចាមើលខាងលើមកក្រោមចាហើយអូនវិសាខាគឺសប្បាយថតហក់លោតចាគ្មានខ្លាចទុំថ្មអីទេចាថតលេងម៉ូដ freestyle គ្រប់ម៉ូដគ្រប់សកម្មភាពទាំងអស់ចាហើយបន្ទាប់មកចេញពីសកម្មភាពនឹងហើយគឺពួកយើងក៏បានមកផ្ទះវិញហើយក៏សម្រាកហើយក៏បន្តនៅពេលព្រឹកព្រលឹមក៏ជិះរថយន្តទៅកាន់ប្រទេសអ៊ីតាលីបន្តបងប្អូនចាហើយនេះជាទេសភាពនៅប្រទេសស្វីសដដែលទេបងប្អូនចាដោយយើងជិះដំណើរពីប្រទេសស្វីសទៅកាន់ទីក្រុងមីឡែនចាប្រទេសអ៊ីតាលីបងប្អូនចាដោយធ្វើដំណើរហ្នឹងដូចជាយូរបងប្អូនយូរមែនតើជិះតាំងពីពេលព្រឹករហូតដល់ពេលល្ងាចបងប្អូនចាជិះពីស្វីសទៅដល់មីឡែនហ្នឹងណាបងប្អូនចាហើយសម្រាប់សេវាកម្មអ្វីដែលខ្ញុំប្លែកហើយវ៉ាវមែនទែននោះគឺបន្ទប់ទឹកបងប្អូនបន្ទប់ទឹកនៅតាមបណ្ដោយផ្លូវពីប្រទេសស្វីសទៅកាន់អ៊ីតាលីគឺនៅតាមការ៉ាសាំងហ្នឹងយើងត្រូវញាត់កាក់ចាគឺ1 franc ចា1 franc ហ្នឹងគឺស្មើនឹងចូលចិត្ត5000រៀលលុយខ្មែរយើងហើយបងប្អូនចាអញ្ចឹងវាយ៉ាងថ្លៃដែរចាតម្លៃយ៉ាងខ្ពស់ដែរយើងគ្រាន់តែចូលបន្ទប់ទឹកចឹងណាបើទៅតាមបណ្ដោយពីនៅក្នុងប្រទេសបារាំងអត់ចាយលុយទេចាគឺបន្ទប់ទឹកគេបែបទំនើបហើយអត់ចាយលុយទេតែសម្រាប់នៅស្វីសគឺចាយបងប្អូនគឺចាយម្ដងគឺ1 franc ចូលបន្ទប់ទឹកម្ដង1 franc ចាអញ្ចឹងនាងខ្ញុំក៏បានចូលទៅកាន់ប្រទេសអ៊ីតាលីចាប៉ុន្តែដោយសារទៅប្រទេសអ៊ីតាលីជាប្រទេសដែលចុងក្រោយនៃដំណើរហ្នឹងគឺនាងខ្ញុំទៅបានតែមួយយប់ទេអញ្ចឹងទៅមួយយប់ហ្នឹងហើយបានតែទៅទីក្រុងមីឡែននឹងមួយទេដែលទៅទស្សនានៅដែល
គេហៅមិនដឹងថាជាប្រាសាទឬក៏ជាឈើទេបងប្អូនចាប្រាសាទដែលល្បីជាងគេហ្នឹងចាហើយទាំងអស់នេះជាសកម្មភាពបដោយផ្លូវចាបដោយផ្លូវទៅប្រទេសអ៊ីតាលីបងប្អូនចាអញ្ចឹងក៏នាងខ្ញុំថតជាអនុស្សាវរីយ៍ចាយើងទៅប្រទេសក្រៅមានតែបទពិសោធន៍ក្នុងការដើរចាអញ្ចឹងក៏ថតទុកជាអនុស្សាវរីយ៍យើងក៏មានរូបភាពខ្លះចារូបភាពនេះនៅប្រទេសស្វីដែនទេបងប្អូនចាហើយសម្រាប់នៅអ៊ីតាលីអត់មានរូបភាពអីច្រើនទេចាទេសភាពដ៏ស្រស់ត្រកាលបងប្អូនចាហើយយើងបានមកដល់ប្រទេសអ៊ីតាលីហ្នឹងគឺវេលាល្ងាចទេបងប្អូនចាអញ្ចឹងនេះបានតែរូបថតប៉ុណ្ណឹងទេចានៅខាងមុខសាទណាចាអញ្ចឹងអរគុណច្រើនបងប្អូនមានតែប៉ុណ្ណឹងទេអរគុណបងប្អូនជម្រាបលា